បាទជំរាបសួរពុកម៉ែបងប្អូនបាទបងប្អូនមានត្រីកន្លងបងប្អូនធ្វើមកហូបឆ្ងាញ់បងប្អូនបាទចំណែកខ្ញុំយកមកខបងប្អូនដាក់ខជាមួយនឹងត្រលឹងទឹងទេបងប្អូនបាទនេះខ្ញុំលើកទី1បងប្អូនខជាមួយត្រលឹងទឹងបាទខ្ញុំដាក់មួយពេញប៉ោះដែរបងប្អូនណាចូលចិត្តបន្លែបងប្អូនបាទត្រលឹងទឹងក្រោយផ្ទះហ្នឹងក៏បងគាត់ថាដាក់ត្រលឹងទឹងទៅផុយបាទយើងប្រើត្រលឹងទឹងក៏បានប្រើម្នាស់ក៏បានបាទមានវិធីខវាខុសគ្នាបាទយើងយកទៅបេះត្រលឹងទឹងទៅក្រោយផ្ទះមកបងប្អូនបាទត្រលឹងទឹងយើងផ្លែនៅក្រោយផ្ទះហ្នឹងបាទយកមកខទៅវាផុយមែនទេបងប្អូនបាទផុយមែនបើសិនបើយើងដាក់គាត់តែវាងាស់រៀងយូរតិចបងប្អូនបើសិនបើយើងប្រើម្នាស់វាអាចផុយលឿនបាទប្រើម្នាស់បាទនេះខ្ញុំខត្រី2គីឡូទេបងប្អូនបាទត្រីកន្លងយើងទៅដែរមិនធំពេកទេបាទជាមួយនឹងអំពៅនេះខ្ញុំអំពៅមកផ្ទះខ្ញុំហ្នឹងខ្ញុំកាប់ដើមទូចមកខ្ញុំសកបាទខ្ញុំសកដាក់បាទពេលប៉ោះនេះខ្ទង់ប្រហែល7 2គីឡូដែរបាទចូលចិត្តបន្លែបាទគ្រឿងក្រៅមានទឹកស្អ៊ីវខាប់មានខ្ញីមានខ្ទឹមក្រហមខ្ទឹមសចឹងមកបងប្អូនបាទមានម្រេចមានអីមកបាទនេះអំពៅយើងដំវាបងប្អូនបាទនេះស្ករថ្នោតមកជាប់ដែរបាទលាងទឹកឲ្យស្អាតមកខ្ញុំនេះខ្ញុំអត់កាត់វាពី2 ពី3ទេពេលប៉ោះខ្ញុំលាងទឹកឲ្យស្អាតហើយបេះទៅដាក់ទាំងមូលពេលប៉ោះវាគឺទូចដែរបងប្អូនមិនធំទេទូចជាងកោដៃក្មេងធំមានប៉ុណ្ណឹងជឿទេបាទមានត្រឹសខ្លះមានតូចខ្លះណាពេលកន្លងរៀបរយឲ្យបងប្អូនបាទខ្ញុំក៏ដាក់កោស្ករបងប្អូនបាទបងប្អូនមានវិធីធ្វើណាឲ្យផុយជួយប្រាប់ជួយខមមិនប្រាប់ផងបងប្អូនខ្ញុំខត្រីនេះមិនសូវចំណាប់ប៉ុន្មានទេបាទឥឡូវសាកមួយវាផុយអត់ដល់ពេលសាកទៅវាផុយបងប្អូនផុយល្អណាស់បាទខ្ញុំលីងខ្ទឹមនឹងជាមួយនឹងស្ករជាមួយនឹងខ្ញីជាមួយនឹងស្ករហ្នឹងមកបងប្អូនបាទបងប្អូនមានវិធីធ្វើមិនជួយប្រាប់ផងបងប្អូនបាទនេះទឹកស្អ៊ីវខាប់បងប្អូនបាទចូលចានបាទទឹកស្អ៊ីវយើងធម្មតាហ្នឹងពេលខ្ជិលបងប្អូនបាទលីវាកោចឹងមកសពគ្រឿងវាបងកោវាឈ្ងុយបងប្អូនហើយបាទជែងអីថែមថយតាមហ្នឹងមកហើយខ្ញុំក៏រៀបអំពៅបងប្អូនបាទខ្ញុំអត់មានចាក់ចេញបាទវាឃើញវីដេអូទេយកអាហ្នឹងស្រោចពីលើបាទនេះខ្ញុំដាក់ចឹងបងណាត្រលឹងទឹងឯងអំពៅដាក់ពីក្រោមមកត្រលឹងទឹងយើងទុកដាក់ពីលើខ្លះបងប្អូនបាទរៀបត្រីឲ្យស្រួលយកមកឲ្យដេកស្រួលខ្លាំងបងប្អូនបាទរៀបឯងដាក់ចឹងហើយចាំយើងក្រោបវាងាស់វាចោលក៏សល់ត្រលឹងទឹងដាក់ពីលើខ្លះមកបាទត្រលឹងទឹងវាស្ទើរទៀតខ្ញុំបេះធ្វើត្រឡងជូរអស់ទៅវានៅសល់វាស្ទើរបាទយើងក្រោបវាមកពុះហើយបាទយើងរួយរ៉ូឌីតិចមកទៅថែមទឹកជានឹងតិចមកបងប្អូនម្រេចត្រីមកយើងងាស់ចោលមិនកោបងប្អូនណាបាទភ្លេចទេស៊ុបខ្នុរខ្មែររបស់យើងនេះបាទនឹងម្រេចរួយមកដាក់ដុំខ្នុរអីមួយដុំពីរដុំមកបងប្អូនងាស់ចោលទៀតទៅងាស់បើកភ្លើងរឹមមកពុះហើយបាទបើកភ្លើងរឹមចោលកុំកោសោះបងប្អូនកោកុំឲ្យវាបែកបាទនេះកោបចោលទៅងាស់ឲ្យទុកបាទណាបើកមកខ្លួនតែឈ្ងុយបងប្អូនវាចូលជាតិអាត្រលឹងទឹងទៅវាកាត់ឲ្យជូរបងប្អូនជូរទៅជាមួយផ្អែមទៅវាឆាប់ផុយបងប្អូនបាទនេះខ្ញុំងាស់ចោលបងប្អូនងាស់ចោលនេះបាទរៀបពេញប៉ោះពីលើចឹងមកបាទព្រោះស្ទើរទឹកអីយើងអាចថែមតិចទៀតមកឲ្យវាស្មើនឹងពេញប៉ោះបងប្អូនងាស់ទៅងាស់ឲ្យទៅកុំទៅកោវាបានគ្រាន់តែប្រៀបធៀបប៉ុណ្ណឹងទៅឲ្យពេញប៉ោះយើងវាផុយហើយខ្ញុំយកបិទបាទប៉ុន្តែវីដេអូមានតែប៉ុណ្ណេះបងប្អូនប៉ុន្តែអាចហូបបានមកលឹកខ្ទឹមទៅឲ្យរួយមកបាទពេញប៉ោះនេះវាខ្ញុំចូលចិត្តបន្លែបាទសាកមួយចានលោមើលណាអូចុចទៅលួយឆ្អឹងrồiបងប្អូនសាកស្លដូចខ្ញុំមើល